program នេះយើងអាចចាត់កំណត់ពីថាយើងចង់កំណត់ថាឧទាហរណ៍ថាយើងចង់រត់តែ10នាទីអញ្ចឹងយើងចុចកន្លែងហ្នឹងមកគឺនៅពេលដែលម៉ាស៊ីននេះរត់បាន10នាទីគឺវាលែងដំណើរការយើងអាចបន្ថែមបន្ថយពេលវេលាទៅតាមនឹងបាន1នាទី20នាទីឬមួយក៏1នាទីយើងអាចកំណត់ទៅតាមនឹងទៅហើយយើងចុច mode មកយើងបដូរវិញយើងបដូរមកកំណត់គីឡូម៉ែត្រវិញយើងចង់រត់ណាយើងចង់រត់1ម៉ែត្រឬ1.2ម៉ែត្រយើងអាចកំណត់នៅកន្លែងហ្នឹងហើយយើងបន្ថែមបន្ថយកន្លែងនេះដូចគ្នាអញ្ចឹងកន្លែងនេះកន្លែងបូកនេះចាបន្ទាប់មកយើងចុច mode មកយើងចង់កំណត់កាឡូរីវិញយើងចង់ដុតតែ5កាឡូរីឬមួយក៏យើងចង់បន្ថែមថា10កាឡូរីឬមួយក៏1កាឡូរីអីចឹងទៅហើយនេះគឺយើងបន្ថយកន្លែងសញ្ញាលេខបូកនេះចាបន្តមកទៀតគឺអស់ហើយកន្លែងនេះណាវាត្រឡប់មកកន្លែងពេលវេលាវិញហើយនេះត្រឡប់មកកន្លែងពេលវេលាវិញអញ្ចឹងឥឡូវខ្ញុំបង្ហាញតិចចុះថាយើងចង់រត់10នាទីឲ្យវាជប់ដំណើរការអញ្ចឹងហើយយើងត្រូវចុចកន្លែងសេរី10នាទីហ្នឹងហើយយើងចុចពាក្យថា start នោះគឺវាដំណើរការហើយយើងអាចបន្ថែម post speed ទៅតាមនឹងបានអញ្ចឹងណាយើងអាចរងចាំដល់10នាទីទេបើមិនយើងរងចាំដល់10នាទីគឺវីដេអូយើងនឹងវែងអញ្ចឹងយើងកាត់ចោលអញ្ចឹងវីដេអូបង្ហាញពីការប្រើប្រាស់គឺយើងចប់ហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូដែលយើងប្រើប្រាស់ទៅលើទូរស័ព្ទដៃគឺយើងមានវីដេអូផ្សេងណាដែលយើងតម្លើងកម្មវិធីគឺកន្លែង scan QR មួយនេះដើម្បីតម្លើងកម្មវិធីហើយតម្លើងកម្មវិធីរួចយើងត្រូវធ្វើមួយខ្លះទៀតអាចចូលទៅមើលវីដេអូផ្សេងមួយទៀតបានណាអរគុណហើយបើសិនបើចង់ជាងអាចតាក់ទងមកតាមរយៈលេខទូរស័ព្ទក្នុងវីដេអូមួយនេះឬមួយ inbox ចូល page នៅខាងចុងវីដេអូនេះបានអរគុណជំរាបលា